ចាគ្រួសារលីអញ្ជើញមកដល់លឹមឈិនខ្ញុំចង់ដឹងថាលោកឈ្មោះគ្រួសារលីខ្ញុំយ៉ាងម៉េចលោកលុយខ្ញុំមកដល់ហើយឯណាអ្នកកំពុងពូននៅវិមានស្ដេចទេមិនក៏មិនតាន់ជាម្ដងអញ្ចឹងអាកូនចង្រៃអាកូនចាំបសៀតឯងបានធ្វើអីខ្លះមិនកំពុងឲ្យខ្ញុំបើឯងយើងចង់សម្រាប់ឯងទៅវិញទេដឹងថាឯងប៉ះពាល់ដល់ណាទេឯងសឹងតែធ្វើឲ្យគ្រួសារលីយើងរលាយហើយអត់ទេខ្ញុំមានតែប៉ះពាល់ដល់ណាពួកចង់ថាគឺគេលីឆាងសើលីឆាងសឹងលោកមកជិតពេលហើយលោកលៃរឿងថ្លៃនេះខ្ញុំពិតជាពិបាករៀបរាប់ប្រាប់ណាស់សំលោកយកយល់ដល់គ្រួសារលីធ្លាប់ធ្វើការជូនលោកយូរមកហើយគ្មានគុណសម្បត្តិអីក៏ធ្លាប់លុយហត់យកយល់ឲ្យខ្ញុំម្ដងទៅខ្ញុំមិនមកទៀតទេអ្នកដែលសម្រាប់ជោគវាសនារបស់គ្រួសារលីមិនមែនខ្ញុំទេគឺលោកលីមលីឆាំងសើម្ចាស់គ្រួសារលីមកដល់ហើយគួរចាត់ចែងយ៉ាងម៉េចធ្វើទៅតាមច្បាប់អត់ទេកុំអីលោកលីមខ្ញុំសុំបទោះអាការគ្រួសារលីម្ដងទៅឲ្យតែទោះអាការខ្ញុំលះបង់អ្វីក៏ព្រមទោះជាលះបង់តម្លៃប៉ុណ្ណាត្រឹមតែគ្រួសារលីតូចមួយតើអាចធ្វើឲ្យខ្ញុំរំភើបចិត្តបានទេដំបូងខ្ញុំមិនចង់រករឿងគ្រួសារលីទេប៉ុន្តែលីឈិញហឺប្រមាថខ្ញុំម្ដងហើយម្ដងទៀតចង់ហៅអ្នកមានមុខមានមាត់នៅទូទាំងខេត្តមកសម្រាប់ខ្ញុំនៅទីនេះតើលោកជឿថាបញ្ជីមួយនេះតើជាព្រះចាំមិនមិនក៏អាចមិនចាប់លុតជង្គង់គោរពសុំទោសលោកលីមព្រាមទៅលីមឈិនអត់ទេលោកលីមខ្ញុំខុសហើយសុំលោកមកចាត់ទៅលើកលែងឲ្យខ្ញុំផងទៅបងអីចាន់នេះជាមនុស្សដែលនាងជ្រើសរើសខ្ញុំនាងគិតថាខ្ញុំគ្មានប្រយោជន៍អ្វីតែឥឡូវនេះនៅចំពោះមុខខ្ញុំមានគេលុតជង្គង់ឲ្យលំទោននាងគិតថាខ្ញុំគ្មានប្រយោជន៍អ្វីតែនៅចំពោះមុខខ្ញុំមានគេលុតជង្គង់ឲ្យលំទោននាងស្ដាយក្រោយទេមិននឹកស្មានថាលោកឲ្យលោកលេងនិយាយជំនួសកុំគិតថាអញ្ចឹងខ្ញុំស្ដាយក្រោយតែមិនរួចទេខ្ញុំបាច់ពីលោកមិនមែនគ្រាន់តែលោកគ្មានប្រយោជន៍លើពីនេះទៀតដោយសារលោកជាមនុស្សអាត្មានិយមតែពីខ្លួនឯងច្រើនជាង3ឆ្នាំមុននេះខ្ញុំប្រំតែងខាងតាណាទៅអាចដឹកនាំគ្រួសារតាមមកដល់ជំហាននេះចំណេញលោកអ្វីក៏ជួយមិនបានផ្ទុយទៅវិញតាមតែមួយថ្ងៃលោកបានបំផ្លាញខ្ញុំអ្វីគ្រប់យ៉ាងអស់គ្មានសល់លោកគាត់តែគិតមើលឲ្យច្បាស់លាស់ទៅហើយបងអ៊ីចាននាងដូចជាឲ្យតម្លៃខ្លួនឯងពេកទីដឹងនាងមានដឹងទេបើកុំតែលោកលីមជួយនាងដាច់ខាតមិនអាចខ្លាចជាទៀបចំបាំងផ្កាយ7បានទេហើយខ្ញុំកាន់តែមិនអាចទទួលនាងធ្វើជាសិស្សខ្ញុំគោរពលោកជានាងច្បងប៉ុន្តែមិនត្រឹមតែសម្ដីលោកមួយម៉ាត់អាចបំផ្លាញចោលការប្រឹងប្រែងរបស់ខ្ញុំចាញ់ឆ្នាំនេះទេចាំពីយប់នេះទៅនាងនិងខ្ញុំចាប់គ្នាឥឡូវនេះយើងចាប់ផ្ដើមជំរះបញ្ជីលីឈិញហឺប្រមាថដល់ថ្នាក់លើមានទូកមិនអាចលើកលែងពេលនេះខ្ញុំសូមចេញបញ្ជាដកតំណែងទៀបចម្បាំងរបស់គេចេញពីគីងលីងហើយត្រូវដេញគេចេញចាប់ពីថ្ងៃនេះតទៅអ្នកជ្រាបនាំគេទៅបងសូមជួយខ្ញុំផងខ្ញុំនៅមានអនាគតវែងឆ្ងាយទៀតខ្ញុំត្រូវហាត់រៀននៅវិមានស្ដេចទេកុំដេញខ្ញុំចេញពីគីងលីងអីមែនហើយពីមានស្ដេចទេអ្នកណាកំឡាញ់ប៉ះពាល់ខ្ញុំលោកម្ចាស់នៅវិមានស្ដេចទេមិនលើកលែងឲ្យពួកអញទេមិនហើយលោកហើយកូនប្រុសខ្ញុំលុតជង្គង់បោះហើយលោកចង់ចាំមិនទៀតលោកចង់យកជីវិតគេទៅអស់ចិត្តអីខ្ញុំធ្លាប់ប្រមានគេរួចហើយគូបន្ទោវាសនាភ្នែកអត់ប្រស្រីមិនព្រមភ្ញាក់រលឹកចាប់សាន់នាងមូមកដល់ហើយមកឆាប់ក្រោបឡើងគឺគ្រួសារមុខជាគ្រួសារអភិជននៅសាំងជីងឈ្មោះមុខពីងលេងទេដឹងនេះគ្រួសារមុខនៅសាំងជីងអ្នកមានអំណាចនៅនគរនេះសូមបីលោកលេងក៏មិនហ៊ានប៉ះពាល់ដែរគ្រួសារលីងជួយនាងមុខមកប៉ះពិតជាមិនគួរឲ្យជឿទេអ្នកនាងមូមិនបានជិញ្ជើញមកខ្ញុំបានកាច់ជើញពីគ្រួសារលីខ្ញុំមកនេះគឺតាមការស្នើសុំមិនឲ្យអ្នកនាងមូថ្ងៃនេះឲ្យតែអ្នកនាងអាចដោះស្រាយទុកលំបាកគ្រួសារលីខ្ញុំបានគ្រួសារលីនឹងតាមបំរើអ្នកនាងរហូតអ្នកនាងមូអ្នកនាងចង់លូកដៃនៅក្នុងរឿងនេះប្រកាសហើយថ្ងៃនេះពួកលោកបំពេញគោលដណ្ដឹងរបស់ខ្ញុំនឹងចាំងធានលីមកជំរះបញ្ជីជាមួយនឹងពួកលោកហើយអ្នកនាងមូអ្នកនាងនិយាយពីអីហ្នឹងគេជាគោលដណ្ដឹងអ្នកនាងមិនក៏ទៅជាអញ្ចឹងគេគ្រាន់តែជាកូនប្រសាដែលគ្រួសារបានគាត់ចោលលោកសង្ស័យលើខ្ញុំហ៎មិនហ៊ានទេយប់នេះអស់លោកបំពេញគោលដណ្ដឹងខ្ញុំគឺជាទោសដែលមិនអាចលើកលែងបានយ៉ាងណាគាត់ជាមនុស្សតែគ្រួសារមុខពេញចិត្តប៉ះពាល់គាត់ក៏ដូចជាប៉ះពាល់គ្រួសារមុខខ្ញុំដែរអ្នកនាងមូយកប្រាក់របស់ខ្ញុំសន្យាថាជួយខ្ញុំមិនទៅជាបាត់ឯក្នុងដៃប្រាក់ស្អីគេចង់និយាយពី30លាននោះហ៎ខ្ញុំសងលោកវិញយូរហើយពាក្យថាបាត់ឯក្នុងដៃខ្ញុំសន្យាថាជួយពិតមែនតែខ្ញុំមិនបាននិយាយថាជួយលោកទេកុហកខ្ញុំត្រូវទេគូននឹងសំណាប់ចិត្តអ្នកយាមនាំពួកគេចេញទៅចាំសម្រាប់តាមក្រោយទុកអីលោកលីជុំនេះអ្នកដែលធ្លាប់ប្រមាថលោកលីមបើគ្មានពាក្យបកស្រាយឲ្យខ្ញុំពេញចិត្តទេត្រូវចាប់ពិធីខ្ញុំនឹងទៅជំរះបញ្ជីដល់ផ្ទះម្នាក់មួយលោកលីសូមបលើកលែងខ្ញុំទៅគ្រួសារអូព្រមលះបង់ទ្រព្យសម្បត្តិ 70%សូមទុកជីវិតឲ្យខ្ញុំផងខ្ញុំគ្រួសារអូព្រមលះបង់ទ្រព្យសម្បត្តិ 70% ខ្ញុំគ្រួសារឈិនក៏លះបង់ទ្រព្យសម្បត្តិ 70% សូមលោកលីមអភ័យទោសផងចុះពួកខ្ញុំព្រមដែរអ្នកនាងរឿងនេះខ្ញុំឈិនតាមពិតលោកលេងសើចជាមួយខ្ញុំមិនដែលលេងសើចជាមួយនាងទេមកពីនាងមិនដែលជឿសម្ដីខ្ញុំលីមឈិនលោកជាប្រុសនាំមនុស្សមកចង់ធ្វើបាបផ្សេងម្នាក់លោកមិនចេះខ្មាស់គេទេនាងគ្រាន់តែជាអ្នកបម្រើនាងគ្មានសិទ្ធិនិយាយទេទោះបីនាងជាអ្នកនាងធំក្នុងគ្រួសារមុខតែមិនអាចវាយគេអានតាមចិត្តបានទេខ្ញុំចូលដល់មុខនាងអាចទុកជីវិតឲ្យគេម្ដងចឹងណាខ្ញុំក៏ចង់អរគុណនាងដែរអរគុណដែលនាងលែងលះជាមួយគាត់ទើបគាត់មានសេរីភាពបើមិនដូច្នេះទេនាងជាគូនដឹងតាមតែជាឈ្មោះដូចខ្ញុំមិនអាចធ្វើអ្វីបានទេអ្នកនាងមុខខ្ញុំគិតថាអ្នកនាងខុសហើយខ្ញុំរៀបការជាមួយគេ3ឆ្នាំខ្ញុំដឹងរឿងគេច្រើនអ្នកនាងចង់នៅជាមួយគេប្រកាសជាស្ដាយក្រោយរឿងអត់ខ្ញុំមិនដឹងទេគ្រាន់តែខ្ញុំដឹងថាខ្ញុំមើលតែនាងប្រកាសជាស្ដាយក្រោយខ្ញុំសារភាពថាស្ដាយក្រោយមែនខ្ញុំមិននឹកស្មានថា
គេមានមនុស្សការពារគេច្រើនប៉ុន្តែបើខ្ញុំរើម្ដងទៀតខ្ញុំនៅតែសម្រេចចិត្តលែងលះអូពីព្រោះគេពឹងផ្អែកតែកម្លាំងខាងក្រៅបើគ្មានពួកនាងទេគេគ្មានតម្លៃទាល់តែសោះនាងនិយាយពីបែបនេះខ្ញុំមិនភ្ញាក់ផ្អើលឯងបន្តិចទេពីព្រោះប្រសាទភ្នែករបស់នាងមើលឃើញត្រឹមតែអ្វីចំពោះមុខនាងមិនអាចនឹកស្មានថាគេជាបរិបទប្រកែប៉ុណ្ណាទេបច្ចុប្បន្នរហូតដល់អនាគតគេកាន់តែខ្ពង់ខ្ពស់ដែលនាងសម្លឹងមិនដល់សង្ឃឹមថាថ្ងៃនោះនាងកុំស្ដាយក្រោយមិនអាចមានថ្ងៃនោះទេទោះខ្ញុំឲ្យគេប្រឹងប្រែងយ៉ាងណាក៏គេធ្វើមិនបានដែរអញ្ចឹងអ្នកនាងវាងជូនពរសម្រាប់បំណងគ្រប់យ៉ាងយើងជួបគ្នានៅសាំងជីងតោះតែយើងសៀមឈិនខ្ញុំនឹងឲ្យលោកឃើញខ្ញុំកាន់កម្លាំងខ្ពស់ម្ដងមួយជំហានសង្ឃឹមតែថ្ងៃនោះលោកយល់កម្លាំងពីខាងក្រៅច្រើនប៉ុណ្ណាក៏មិនខ្លាំងដូចសមត្ថភាពខ្លួនឯងថ្ងៃណាមួយលោកនឹងបាត់បង់អ្នកការពារដល់ពេលនោះលោកកាន់តែគ្មានសិទ្ធិមើលមុខខ្ញុំចាំទេចាំមើលទៅនិយាយទៅមានរឿងអីកើតឡើងនៅនាងគ្រូសាមុខខ្ញុំសុំណែនាំបន្តិចខ្ញុំឈ្មោះមួកពេញនិញជាកូនដណ្ដឹងលោកកូនដណ្ដឹងខ្ញុំមិនដែលមានកូនដណ្ដឹងណាទេលោកលីមបានថ្មីពិតជាភ្លេចរបស់ចាស់មែនលោកភ្លេចហើយមែនទេឪពុករបស់លោកធ្លាប់ភ្ជាប់ពាក្យលោកតាំងពីនៅតូចអ្នកប្រុសលីមភ្លេចអស់ហើយនាងស្គាល់ខ្ញុំអ្នកប្រុសធំគ្រួសារលីម10ឆ្នាំមុនដោយសារគ្រួសារលីមបែកការសម្ងាត់តែដេញចេញពីផ្ទះបន្ទាប់មកបាត់ខ្លួនរហូត3ឆ្នាំមុននេះបង្ហាញមុខនៅទីក្រុងជីងលីងរួចក៏បានរៀបការជាមួយអ្នកនាងវាងអ៊ីយ៉ានខ្ញុំនិយាយត្រូវដែរទេអ្នកនាងចាំជាល្បីខ្ពស់មែនបើតាមអំណាចគ្រួសារមុខខ្ញុំនេះចង់បានដឹងដំណឹងអ្វីក៏មិនពិបាកនិយាយទៅមានគោលបំណងអីគោលបំណងខ្ញុំមានតែម្យ៉ាងគត់គឺចង់បានលោកលីមឈិនរៀបការជាមួយខ្ញុំខ្លាចជាកូនប្រសារគ្រួសារមុខទៅរៀបការក្បត់តែពួកយើងធ្លាប់ជាប់ពាក្យតាំងពីតូចតែនោះគឺជារឿងការពី20ឆ្នាំមុនម្យ៉ាងទៀតពេលនេះខ្ញុំមិនមែនជាអ្នកប្រកគ្រួសារលីមអីទៀតទេមិនក៏ចង់រៀបការជាមួយខ្ញុំមនុស្សដែលអាចធ្វើឲ្យចាងធានលៃគោរពមិនមែនជាមនុស្សធម្មតាក៏មិនរំអីខ្ញុំមិនទាមទារលោកធ្វើអ្វីដើម្បីខ្ញុំទេគ្រាន់តែចង់ឲ្យលោករៀបការជាមួយខ្ញុំចូលគ្រួសារមុខដើម្បីតបស្នងខ្ញុំអាចផ្ដល់គ្រប់យ៉ាងឲ្យលោកបានមានប្រាក់អំណាចបុណ្យស័ក្តិរួមទាំងស្រីស្រស់លេខ1នៅសាំងជីងដូចខ្ញុំនេះ